នារីម្នាក់ខឹងប្តីរបស់ខ្លួនមិនលួងលោមនៅពេលដែលប្រពន្ធកំពុងតែខឹងក៏សម្រេចចិត្តរត់ចេញពីផ្ទះចុងក្រោយបែរជាត្រូវជុករឿងនឹកស្មានមិនដល់មួយនេះស្រីស្អាតម្នាក់ខឹងប្តីរបស់ខ្លួនមិនព្រមលួងនៅពេលដែលខ្លួនកំពុងតែងក់ងល់ក៏បានរត់ចេញពីផ្ទះមកផឹកស៊ីជាមួយនឹងប្រុសក្មេងនៅក្នុងបន្ទប់ជួលហើយត្រូវប្រុសក្មេងទាំងអស់នោះចាប់បឺរហូតបានសម្រេចផងដែរកាលពីពេលថ្មីនេះមានករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែលនារីម្នាក់កំពុងតែឆ្លោះគ្នាជាមួយនឹងស្វាមីរបស់ខ្លួនហើយបងស្រីរបស់ខ្លួនក៏បាននាំចេញក្រៅទៅផឹកស៊ីជាមួយនឹងប្រុសអត់ដែលស្គាល់គ្នាសោះហើយក៏ត្រូវបានប្រុសទាំងអស់នោះចាប់បឺបានសម្រេចផងដែរតែនាងមិនទាន់ប្រកែកទេរហូតប្រុសទាំងអស់នោះចាប់បឺបានសម្រេចក៏នាងស្រែកឡាំប៉ាប្រាប់ប្តីឲ្យប្តឹងប៉ូលីសចាប់ប្រុសទាំងអស់នោះតែម្ដងបាទនេះគឺជាករណីដ៏ប្លែកមួយបងប្អូនទាំងអស់គ្នាបាទគឺប្លែកខ្លាំងមែនទែនដោយសារតែនារីរូបនេះបាទគឺគាត់ខឹងប្តីបាទមិនព្រមលួងបាទហើយក៏បានរត់ចេញពីផ្ទះបាទទៅជាមួយនឹងបងស្រីប៉ុន្តែបងស្រីនឹងបាទបែរជានាំបាទបងស្រីរបស់ខ្លួនដែលមានប្តីទៅហើយនឹងបាទទៅផឹកស៊ីនៅបន្ទប់ប្រុសក្មេងមិនដែលស្គាល់គ្នាប៉ុន្តែបងស្រីនឹងគេស្គាល់បាទប៉ុន្តែនារីនឹងមិនដែលស្គាល់ទេស្រាប់តែនារីនឹងផឹកបាទសុកទៅក៏ស្រវឹងបាទអស់ពី3កេសក៏ស្រវឹងបាទហើយប្រុសទាំងអស់នោះបាទឃើញឱកាសល្អក៏បានបាទលួងលោមបាទអីចឹងទៅបាទហើយនារីនេះដំបងគាត់មិនទាន់ព្រមទេបងប្អូនគាត់មិនទាន់ព្រមទេប៉ុន្តែដល់ពេលផឹកស្រវឹងរឿងស្រឿងបន្តិចទៅក៏បានព្រមព្រៀងជាមួយនឹងគ្នារហូតបឺបានសម្រេចអញ្ចឹងទៅបងប្អូនហ្នឹងបាទហើយបន្ទាប់ពីបាទប្រុសទាំងអស់នោះបានបឺសម្រេចហើយស្រាប់តែប្រពន្ធហ្នឹងបាទស្រែកឡាំប៉ាបាទស្រែកឡាំប៉ាទៅប្រាប់ប្តីថាបាទមានគេបឺបានសម្រេចអញ្ចឹងទៅហើយប្តីក៏បានទៅប្តឹងប៉ូលីសឲ្យចាប់ប្រុសទាំងអស់នោះតែម្ដងបងប្អូនហើយបាទអញ្ចឹងទេករណីនេះដែរគឺបាទនារីបាទគាត់ជាអ្នកយល់ព្រមជាមួយគេទេប៉ុន្តែបាទបែរជាប្តឹងប៉ូលីសឲ្យចាប់ប្រុសទាំងអស់នោះទៅវិញបាទអញ្ចឹងករណីនេះដែរគឺពិតជាបាទគូប្រុងប្រយ័ត្នឲ្យមែនតើបងប្អូនអរគុណបាទជាពិសេសប្រុសគ្នាយើងបាទដែលគាត់ប៉ះពាល់បាទប្រពន្ធគេដែលមានប្តីទៅហើយបាទគូតែកុំប៉ះពាល់អីដោយសារតែយើងកុំទុកចិត្តពេកបងប្អូនដោយសារតែករណីនេះពេលខ្លះគឺគេធ្វើស៊ីបងប្អូនបាទគេធ្វើស៊ីមកផឹកស៊ីជាមួយបន្ទប់របស់យើងអញ្ចឹងទៅបាទគេធ្វើឲ្យយើងបាទគ្រឹតជាមួយគេហើយយើងក៏បាទលួងលោមគេបានសម្រាប់ចុងក្រោយគេប្តឹងយើងដាក់គុកហើយគេប្តឹងទាមទារសំណង$2ទៅ$3,000បាទករណីនេះគឺបាទប្រហែលជាអាចគេធ្វើស៊ីអញ្ចឹងទៅបាទអញ្ចឹងទេជាចុងក្រោយនៃវីដេអូនេះសូមបងប្អូនអ្នកគ្នាបាទកុំភ្លេចជួយ comment បាទជាការបញ្ចេញមតិនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាហើយកុំភ្លេចជួយចុច subscribe channel នេះម្នាក់មួយដើម្បីទទួលបានបាទវីដេអូថ្មីក៏ដូចជាព័ត៌មានថ្មីនៅពេលក្រោយបាទសូមអរគុណ